Ngàyនេះមកចែករំលែករូបមន្តចាធ្វើភេសជ្ជៈដើម្បីញ៉ាំទៅឲ្យស្បែករបស់យើងនឹងភ្លឺថ្លាក្មេងជាងវ័យហើយអ្វីដែលសំខាន់ហ្នឹងគ្រឿងផ្សំគឺអត់មានអីច្រើនទេដែលយើងអាចរកទិញបាននៅតាមទីផ្សារសម្រាប់ភេសជ្ជៈបែបនេះបើសិនជាយើងមានពេលតនេអាចធ្វើបានញ៉ាំរាល់ថ្ងៃគឺពិតជាល្អខ្លាំងមែនទែនហើយសម្រាប់គ្រឿងផ្សំដែលយើងត្រូវការហ្នឹងគឺខ្ញុំមានក្រូចលឿងចាហើយខ្ញីក្រូចឆ្មាហើយនិងម្សៅល្មៀតល្មៀតណាបើសិនជាបងប្អូនមានល្មៀតស្រស់ហើយយកក្បាលល្មៀតយកមកកិនណាក៏បានដែរហើយសម្រាប់វិធីធ្វើដំបូងហ្នឹងគឺខ្ញុំមកហាន់សបកចាក្រូចលឿងយ៉ាងសិនហាន់សបកហើយយើងពុះវាជា4ណាដើម្បីយកវាទៅគៀបយកទឹកបើសិនជាបងប្អូនអត់មានម៉ាស៊ីនគៀបទឹកផ្លែឈើទេបងប្អូនអាចប្រើម៉ាស៊ីនក្លុកក៏បានដែរគ្រាន់តែនៅពេលដែលយើងក្លុកហើយគឺយើងត្រូវការប្រើរយៈពេលត្រងយកកាកចេញទៀតព្រោះអីបើសិនជាយើងញ៉ាំទាំងកាកទៅវាពិបាកញ៉ាំណាចាបើសិនយើងយកកាកផ្សេងទឹកផ្សេងទៅគឺងាយស្រួលនៅក្នុងការញ៉ាំចាបន្ទាប់មកគឺក្រូចឆ្មាខ្ញុំយកក្រូចលឿងដែរមូលហេតុដែលខ្ញុំយកក្រូចលឿងនោះដោយសារតែអត្ថប្រយោជន៍របស់វាខុសគ្នាពីក្រូចខៀវយើងធម្មតាហើយជាពិសេសហ្នឹងក្រូចលឿងគឺយើងយកទៅកិនទៅគឺវាអត់ហាងទេបងប្អូនវាអត់ហាងអត់ល្វីងចាហើយនេះវិញគឺខ្ញីនេះគឺខ្ញុំដាក់រៀងច្រើនគ្រាន់ដែរប្រហែលជាមួយមើមរៀងធំដែរហ្នឹងណាបងប្អូនចាយើងយកមកកាត់វាទូចបែបហ្នឹងទៅដើម្បីងាយស្រួលកិនណាឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំគឺរួចរាល់ហើយចាមានប្រមាណមុខនឹងឯងចាឥឡូវនេះគឺយើងចាប់ផ្ដើមគៀបហើយយើងគៀបហ្នឹងគឺខ្ញុំដាក់ក្រូចលឿងហ្នឹងរៀងច្រើនជាងគេនិយាយរួមទៅសម្រាប់បរិមាណគឺយើងច្នៃលៃលកទៅតាមហ្នឹងទៅដោយខ្ញុំដាក់ក្រូចលឿងរៀងច្រើនហើយខ្ញីអត់សូវច្រើនអីចឹងដោយសារតែដើម្បីឲ្យស្រួលញ៉ាំតែបើសិនជាបងប្អូនដាក់ខ្ញីច្រើនក្រូចឆ្មាច្រើនអីច្រើនហើយក្រូចលឿងអត់សូវច្រើនគឺញ៉ាំទៅរៀងបាក់ញ៉ាំតិចណាចាតែបើថាយើងដាក់ប៉ុណ្នេះទៅគឺល្មមញ៉ាំគឺយើងអាចញ៉ាំបានចាយើងចាក់ចូលគ្នាទាំងអស់តែម្ដងទៅទាំងក្រូចទាំងក្រូចឆ្មាទាំងខ្ញីទាំងអីហ្នឹងនៅពេលដែលយើងលាយហើយគឺយើងកូរវាឲ្យសព្វគ្នាទៅហើយរបស់ដែលយើងខ្វះអត់បានហ្នឹងគឺជាម្សៅល្មៀតចាដូចខ្ញុំនិយាយចឹងបើសិនជាបងប្អូនមានម្សៅល្មៀតទេល្មៀតស្រស់ហ្នឹងបងយើងកិនយកទឹកវាទៅហើយម្សៅល្មៀតហ្នឹងខ្ញុំដាក់ប្រហែលជា2ទៅ3ស្លាបព្រាកាហ្វេយើងដាក់ចូលចឹងទៅយើងកូរវាឲ្យសព្វមកហើយបន្ទាប់ពីយើងលាយគ្រឿងលាយអីហើយហ្នឹងគឺយើងច្រកទុកនៅក្នុងដបណាបើសិនជាយើងមានដបទូចចាប្រហែលជា50 ml អីយើងច្រកមកដបទូចហ្នឹងទៅហើយយើងញ៉ាំជារៀងរាល់ព្រឹកទៅតែខ្ញុំវិញគឺខ្ញុំអត់មានទេអញ្ចឹងទៅគឺខ្ញុំច្រកដបរៀងធំបន្តិចប៉ុន្តែព្រឹកឡើងអញ្ចឹងគឺខ្ញុំចាក់ញ៉ាំតែបន្តិចទេហើយមុនយើងញ៉ាំគឺយើងក្លុកវាឲ្យសព្វបែបនេះចាក្លុកវាឲ្យសព្វបែបហ្នឹងទៅយើងចាក់ញ៉ាំបន្តិចទៅញ៉ាំព្រឹកឡើងមុនអាហារពេលព្រឹកភ្ញាក់ពីគេមកញ៉ាំមិនដឹងហើយញ៉ាំទឹកក្តៅអ៊ុនមួយកែវអីចឹងទៅនិយាយរួមទៅគឺខ្ញុំញ៉ាំទាំងអស់មិនថារបៀបធម្មជាតិឬមួយ collagen នេះគឺញ៉ាំចាដើម្បីថែរក្សាសុខភាពខ្លួនឯងកុំឲ្យទ្រុឌទ្រោមអញ្ចឹងណាបើសិនជាបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងណាអរគុណច្រើនជម្រាបលា